bạn xung group lô lô xây đại chỉ nè anh chia ba cái đồ chia xung group con từng học nhé thì nè sắc xa đến số đại con trong chết trong đăng này thì sao lấy vì cầm đặt bùi than đượcต่อ tới chânในน้องวิดีโอในថ្ងៃនេះគឺខ្ញុំនឹងមករៀនកូនទាំងអស់គ្នាអំពី five vowels ចឹង five vowels គឺមាន A E I O U A E I O U ចឹង five vowels គឺមាន5ហ្នឹងណាបងប្អូនអញ្ចឹងបន្ទាប់ពីខ្ញុំប្រាប់កូនថា five vowel មាន5 A I O U លោកគ្រូនឹងបង្រៀនកូនអំពីរបៀបនៃការបញ្ចេញសំឡេងស្រៈមួយទៀតស្រៈមួយចេញសំឡេងបាន2ស្រៈមួយចេញសំឡេងបាន2អញ្ចឹងចាប់ផ្ដើមអានតែម្ដងទៅកុំឲ្យខាតពេលគាត់ណា A sound A sound A E sound E sound E I sound I sound E O sound O sound O U sound U sound A នៅក្នុងនេះកូនគួរតែចំណាំផងដែរថាពេលនេះគឺអក្សរ Y មិនមែនដើរតួជាព្យញ្ជនៈទេណាបងណាគឺអក្សរ Y ដើរតួជាស្រៈអញ្ចឹងបើវាដើរតួជាស្រៈគឺចេញសំឡេងបានពីរដូចគ្នា Y sound I Y sound E បាទអញ្ចឹងកូនទាំងអស់គ្នាបានអានfive vowel ជាមួយនឹងលោកគ្រូម្ដងហើយឥឡូវនេះគឺលោកគ្រូសូមអានម្ដងទៀតអានទាំងសំឡេងស្រៈមួយហើយនឹងឧទាហរណ៍របស់វាផងដែរអញ្ចឹងសូមអានទាំងអស់គ្នាផងណារៀនអានទាំងអស់គ្នា A sound A like the word made cake A sound A fat that E sound E see me E sound E ten pen I sound I ride bike I sound it did O sound O go home O sound up not hot U sound ooh rude U sound up but cup cả lại cho nó cho làm đi rồi đó Y sound I cry fly Y sound E city very bản chất video តាក់ទងនឹង five vowels គឺលោកគ្រូបានបង្រៀនកូនៗដល់
មកដល់ទីបញ្ចប់ហើយអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះតាក់ទងជាមួយនឹងមូលដ្ឋានគ្រឹះនៃការរៀនភាសាអង់គ្លេសអំពី five vowels សង្ឃឹមថាកូនៗទាំងអស់គ្នាបានមើលវីដេអូនេះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតកូនទទួលបាននៅចំណេះដឹងកម្រិតមូលដ្ឋានគ្រឹះពិតប្រាកដហើយបើកូនគិតថាវីដេអូមួយនេះពិតជាមានប្រយោជន៍សម្រាប់កូនហើយកូនចង់ share ចែករំលែកទៅកាន់មិត្តភ័ក្តិរបស់កូនឬក៏អស់លោកអ្នកជាអ្នកអាណាព្យាបាលបានមើលវីដេអូនេះម្ដងហើយម្ដងទៀតគិតថាវីដេអូមួយនេះពិតជាមានប្រយោជន៍សម្រាប់អស់លោកអ្នកចង់ចែករំលែកវីដេអូមួយនេះទៅកាន់មិត្តភ័ក្តិឬក៏បងប្អូនរបស់លោកអ្នកគឺអស់លោកអ្នកអាច share ចែករំលែកទៅកាន់ពួកគាត់បានអញ្ចឹងវីដេអូរបស់លោកគ្រូក៏បានដល់ទីបញ្ចប់ក៏សូមអរគុណអស់លោកអ្នកជាអ្នកអាណាព្យាបាលក៏ដូចជាកូនៗទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ